សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់រឿងមួយដែលតួឯករបស់យើងមានជំនាញខាង healer បកប្រែជាខ្មែរថាជំនាញខាងព្យាបាលគាត់មិនត្រឹមតែពូកែខាងព្យាបាលទេវាយគ្នាក៏សាហាវផងដែរសាច់រឿងរបស់យើងចាប់ផ្ដើមមកបង្ហាញយើងឲ្យស្គាល់រាជាណាចក្រមួយដែលមានឈ្មោះថា Herset នៅទីនេះគេទទួលស្គាល់ថាសម្បូរទៅដោយ healer និងការប្រើប្រាស់ magic ហើយនៅក្នុងទីក្រុងនឹងផងដែរក៏មានសាលាបង្រៀនខាងផ្នែក healer នឹងត្រឹមត្រូវច្បាស់លាស់បន្ទាប់ពីពួកគេរៀនចប់នៅទីនេះខាងសាលាក៏មានវិញ្ញាបនបត្រដើម្បីបញ្ជាក់ការសិក្សាឲ្យទៅពួកគេផងដែរដែលធ្វើឲ្យពួកគេមានភាពងាយស្រួលក្នុងការរកស៊ីជំនាញខាង healer ហើយម្យ៉ាងទៀតពួកគេចង់ផ្សងព្រេងទៅដល់ទីណាក៏បានដូចគ្នាតែនៅក្នុងទីក្រុងមួយនេះក៏មាន healer មួយចំនួនតូចដែលពួកគេអាចបានសិក្សារៀនសូត្រនៅសាលាអីទេហើយក៏អត់មានវិញ្ញាបនបត្រនៅក្នុងដៃផងដែរប៉ុន្តែពួកគេមានសមត្ថភាពអាចព្យាបាលទៅអ្នកជំងឺបានដូចជាសេណូជាដើមគាត់គឺជាតួអង្គឯករបស់យើងគាត់មានសមត្ថភាពខ្លាំងក្នុងការព្យាបាលឲ្យអ្នកដទៃហើយក៏អាចរកប្រាក់ចិញ្ចឹមខ្លួនបានដែរសាច់រឿងរបស់យើងកាន់មកដល់ពេលព្រឹកមួយមានក្មេងស្រីម្នាក់បានក្រោកពីគេងហើយក៏និយាយអរុនសួស្តីទៅកាន់សេណូបន្ទាប់ពីនឹងមកការងាររបស់នាងគឺចូលទៅផ្ទះបាយដើម្បីរៀបចំឆុងទឹកតែទុកឲ្យសេណូផឹកសេណូគឺជាតួអង្គឯករបស់យើងមិញនឹងឯងដោយសារតែអ្នកទាំងពីរហ្នឹងនៅផ្ទះជាមួយគ្នានឹងឯអ្នកអរគ្នាមិញផ្លេចប្រាប់ក្មេងស្រីនឹងគាត់មានឈ្មោះថាលីលីសេណូបាននិយាយអរុនសួស្តីទៅកាន់លីលីដូចគ្នាបន្ទាប់មកគាត់ផឹកទឹកតែបណ្ដាងាកទៅមើលកឡមួយបណ្ដាដែលសល់តែស្លឹកឈើមួយប៉ុណ្ណោះសេណូនិយាយទៅលីលីថាគាត់មានការចេញទៅក្រៅតនតែល្ងាចបានត្រឡប់មកវិញលីលីប្រាប់ថាសូមធ្វើដំណើរដោយសុវត្ថិភាពហើយប្រាប់ថាចាំពេលល្ងាចមកវិញចាំញ៉ាំអាហារជុំគ្នាបន្ទាប់ពីសេណូចេញទៅបាតលីលីក៏ចាប់ផ្ដើមធ្វើម្ហូបភ្លាមៗតែម្ដងព្រោះគាត់ខ្លាចល្ងាចធ្វើអត់ទាន់ពេលនឹងផងដែរក៏មានខ្មោចស្រីម្នាក់ឈ្មោះខាមេឡាបានមកមើលលីលីធ្វើម្ហូបលីលីប្រាប់ថាម្ហូបអត់ទាន់ឆ្អិននៅឡើយទេខាមេឡាក៏តបថាគាត់គ្រាន់តែចង់មកមើលហើយខាមេឡាក៏និយាយទៀតថាលីលីឥឡូវដូចជាយកចិត្តទុកដាក់ក្នុងការធ្វើម្ហូបជាងមុនលីលីតបថាគាត់នឹងរៀនធ្វើម្ហូបឲ្យបានឆ្ងាញ់បំផុតព្រោះថាទៅថ្ងៃមុខគាត់នឹងអាចក្លាយជាប្រពន្ធរបស់សេណូចំណែកខាមេឡាវិញក៏ឈរសើចអញ្ចឹងទៅបន្ទាប់មកខាមេឡាគាត់អត់មានអីត្រូវធ្វើដដែលក៏ហោះទៅគេងវិញបានពេលនឹងផងដែរក៏មានមនុស្សស្រីម្នាក់ឈ្មោះថាសូភាបានមករកសេណូឈ្មោះរបស់គាត់ស្រដៀងទៅនឹងឈ្មោះខ្មែរខ្ញុំសុំហៅថាសូភាហ្មងទៅដើម្បីឲ្យងាយស្រួលហៅលីលីប្រាប់ថាសេណូអត់នៅផ្ទះទេគាត់ចេញទៅក្រៅបាត់ហើយសូភាក៏និយាយថាអត់អីទេអញ្ចឹងគាត់នឹងអង្គុយចាំសេណូមកវិញក៏បានពេលនឹងក៏មានមនុស្សស្រីម្នាក់ទៀតឈ្មោះថាលៀនកាបានមករកសេណូដូចគ្នាមុខមាត់របស់គាត់ដូចជាហេរ៉ូវ៉ាន់អញ្ចឹងលីលីប្រាប់ដូចមុនអញ្ចឹងព្រោះថាសេណូគាត់អត់នៅផ្ទះទេពេលហ្នឹងលៀនកាងាកមុខមកស្រាមតែភ្ញាក់ព្រឺតព្រោះគាត់អត់ដឹងថាសូភានៅនឹងតាំងពីពេលណាសូភាក៏ប្រាប់ថាគាត់នៅអង្គុយចាំសេណូតើលៀនកាចង់អង្គុយចាំដែរឬក៏ត្រឡប់ទៅវិញចំណែកលៀនកាវិញក៏ព្រមនៅអង្គុយចាំដូចគ្នាហើយអ្នកទាំងពីរហ្នឹងអង្គុយឆេះដុំដាក់គ្នាទៀតនិយាយទៅដូចមុនដើមប្រុសគ្នាមិនទេពីរអ្នកហ្នឹងពេលហ្នឹងអូនលីលីក៏សួរទៅអ្នកទាំងពីរថាតើអ្នកទាំងពីរពិតជាអង្គុយចាំសេណូមែនឬក៏យ៉ាងម៉េចតែអ្នកទាំងពីរអត់បានតបអីទេគ្រាន់តែអង្គុយសើចខណៈពេលហ្នឹងផងដែរក៏មានជនទី3ម្នាក់ទៀតមកដល់ក៏មានឈ្មោះថាឡូវីបានមករកសេណូដូចគ្នាចាំមកអូននេះច្បោស្រីមករកបដ ாய் សង្ស័យថាបជួយពងតដឹងហ៎តែអ្នកទី3នេះដែររៀងធ្ងន់បន្តិចគ្រាន់តែបើកទ្វារចូលមកហ្នឹងខូចទ្វារអស់មកជាហៀងបាទអូនលីលីប្រាប់ដោយអ្នកមុនអញ្ចឹងថាសេណូហ្នឹងក៏អត់នៅផ្ទះទេឡូវីអាចទៅអង្គុយខាងក្រោមជាមួយពួកគេបានតែនិយាយមុខឡើងមាំថាមុនចូលទៅត្រូវតែធ្វើទ្វាររបស់គាត់ឲ្យរួចសិនបន្ទាប់មកស្រីទាំង3ក៏ទៅអង្គុយតុជុំគ្នាចំណែកអូនលីលីក៏ទៅធ្វើម្ហូបរបស់គាត់បន្តទៀតភ្លក់ចុះភ្លក់ឡើងក៏បន្ថែមស្លឹកឈើមួយស្លឹកចុងក្រោយដែលជារូបមន្តពិសេសរបស់គាត់ហើយក៏សួរទៅអ្នកទាំង3ថាតើអ្នកទាំង3ចង់ញ៉ាំអាហារល្ងាចជុំគ្នាជាមួយនឹងសេណូអត់ប្រកាសណាស់អ្នកទាំង3ហ្នឹងអត់មាននរណាម្នាក់ប្រកែកទេលីលីគាត់មានអារម្មណ៍ថាសប្បាយចិត្តព្រោះថាគាត់ចង់មានគ្នាច្រើនដើម្បីញ៉ាំអាហារជុំគ្នាបន្ទាប់មកគាត់ប្រាប់ឲ្យអ្នកទាំង3ចាំមើលសម្លផងព្រោះថាគាត់ចេញទៅក្រៅដើម្បីហាលខោអាវមួយផ្លែតពួកគេកំពុងតែអង្គុយក៏ឆ្ងល់ថាសម្លរបស់លីលីមិនក៏មានក្លិនឈ្ងុយម្ល៉េះពួកគេក៏នាំគ្នាភ្លក់ម្នាក់មួយម៉ាត់មានណាសម្លហ្នឹងគឺថាឆ្ងាញ់មកហឹងយកមកពួកគេទ្រាំបានក៏នាំគ្នាញ៉ាំអស់អាលីងអូនលីលីមកវិញគឺថាហួសចិត្តហ្មងដោយសារតែពួកគេនឹងញ៉ាំអស់បាត់ហើយតែគាត់អត់បានខឹងអីទេគ្រាន់តែសួរទៅអ្នកទាំង3ថាតើអ្នកទាំង3មានអីដើម្បីដោះសារជាមួយគាត់
តែអ្នកទាំង3នឹងក៏បានខូចមែនតែនគេចាប់បានប៉ុណ្ណឹងហើយម្នាក់ប្រកែកថាអត់បានញ៉ាំទេអូនលីលីក៏សួរទៅពួកគេម្ដងទៀតម្ដងនេះពួកគេប្រាប់ថាដោយសារតែម្ហូបនឹងឈ្ងុយពេកពួកគេទ្រាំអត់បានក៏នាំគ្នាញ៉ាំអស់បាត់ទៅអូនលីលីរបស់យើងគាត់ក៏អត់ខឹងដែរគាត់គ្រាន់តែសង្ឃឹមថាបានញ៉ាំអាហារជុំគ្នាពេលល្ងាចជាមួយនឹងអ្នកទាំងអស់គ្នានឹងសេណូអីចឹងទៅពួកគេក៏នាំគ្នានិយាយសុំទោសទៅកាន់លេលេហើយក៏និយាយថាចាំនាំគ្នាធ្វើមួយឆ្នាំងសាថ្មីទៀតអូនលីលីប្រាប់ថាគាត់អត់មានម្ហូបធ្វើទៀតទេហើយគ្រឿងផ្សំពិសេសរបស់គាត់ក៏សល់តែមួយសន្លឹកចុងក្រោយដែរហើយអ្នកទាំង3ហ្នឹងក៏ចាប់ផ្ដើមបន្ទោសដាក់គ្នាទៅវិញទៅមកពេលនឹងផងដែរខាមេឡាក៏បានមកដល់លៀនការៀងភ័យជាងគេក៏ទៅសុំទោសមុនគេតែម្ដងសូមបញ្ជាក់ផងដែរថាខាមេឡាគឺជាវិញ្ញាណខ្មោចកាយសាហាវហើយជាទូទៅគេតែងតែខ្លាចរអាគាត់គ្រប់គ្នាខាមេឡាចង់បញ្ចេញកំហឹងដាក់អ្នកទាំង3ដោយសារតែគាត់ក៏ចាំញ៉ាំម្ហូបរបស់លីលីដែរតែត្រូវអ្នកទាំង3ហ្នឹងញ៉ាំអស់ហើយលេងអូនលីលីថាបើសិនជាពួកគេមានគ្រឿងផ្សំឲ្យពួកគេទៅរកមកហើយចាំយើងធ្វើជុំគ្នាម្ដងទៀតពេលហ្នឹងអ្នកទាំង3ឆ្លើយយ៉ាងលឿនថារឿងបន្លែត្រីសាច់កុំបារម្ភអីទុកចិត្តលើពួកគេចោះពួកគេជាអ្នកទៅរកពេលដែលអ្នកទាំង3ចេញទៅបានអូនលីលីអង្គុយដកដង្ហើមធំខាមេឡានិយាយថាមើលទៅលីលីដូចជាអត់ប្រកាន់ខឹងអីជាមួយនឹងពួកគេសោះអូនលីលីប្រាប់ថាគាត់អត់បានខឹងជាមួយនឹងពួកគេទេខាមេឡានិយាយថាបើសិនជារឿងអញ្ចឹងកើតឡើងទៅលើគាត់វិញគាត់នឹងបដៅពួកគេនឹងចេញម្ដងអូនលីលីប្រាប់ថាដោយសារតែគាត់ធំជាងមុនចេះគិតចេះអីជាងមុនចឹងណាហើយម្យ៉ាងទៀតគាត់តែងតែចង់មានក្រុមដើម្បីញ៉ាំអាហារជុំគ្នាព្រោះថានៅជុំគ្នាទៅវាសប្បាយតែពេលនេះអ្វីដែលគាត់បារម្ភជាងគេគឺខ្លាចសេណូត្រឡប់មកវិញហើយពួកគេធ្វើម្ហូបអត់ទាន់រួចងាកមកមើលសេណូឯនេះវិញគាត់បានដើរនៅក្នុងភូមិមួយហើយក៏បានជួបក្មេងស្រីម្នាក់ដែលមើលទៅអាការៈរបស់គាត់ដូចជាមនុស្សមានជំងឺពេលនឹងផងដែរចៅហ្វាយរបស់ក្មេងស្រីក៏បានមកដល់ហើយក៏សួរទៅក្មេងស្រីនឹងថាហេតុអីបានមកទីនេះក្មេងស្រីនឹងប្រាប់ទៅចៅហ្វាយរបស់ខ្លួនថាគាត់ចុកពោះពេកទៅឲ្យគ្រូពេទ្យពិនិត្យប៉ុន្តែគ្រូពេទ្យអត់ពិនិត្យឲ្យគាត់ទេដោយសារតែគាត់នឹងអត់មានលុយចៅហ្វាយរបស់គាត់ក៏បានរករឿងទៅក្មេងស្រីនឹងតែម្ដងគាត់និយាយថាម៉េចកាពះនាងឯងនឹងសំខាន់ជាងការងាររបស់យើងណាស់មែនក្មេងស្រីនឹងក៏បាននិយាយសុំទោសទៅចៅហ្វាយរបស់នាងតែចៅហ្វាយរបស់នាងនឹងអត់មានបានខ្វល់ពីជំងឺរបស់គាត់អីទេក៏យកគាត់ទៅឲ្យធ្វើការទៀតតែអាប៉ែនឹងពិតជាចិត្តអាក្រក់មែនតែនយកទៅធ្វើការធម្មតាអីមិនថាទេគឺយកគាត់មកធ្វើបាបដោយបោកគាត់ចំនឹងភ្នោខ្មោចបន្ទាប់មកទាត់ទៅលើគាត់ប្រមាណជើងថែមទៀតអាមនុស្សកំពុងតែឈឺស្រាប់ផងហើយអាប៉ែហ្នឹងក៏បានធ្វើដំណើរទៅផ្ទះដោយអត់មានបានខ្វល់ពីកូនចៅរបស់គាត់ទេក្មេងស្រីម្នាក់ហ្នឹងក៏មានវិញ្ញាណបិសាចចូលខ្លួនគាត់ដោយសារតែបោកគាត់ចំនឹងភ្នោមិញនឹងឯងបន្ទាប់មកក៏ហៅមកខ្វាយម្ចាស់របស់ខ្លួនចំពោះអាប៉ែហ្នឹងភ័យពេកក៏រត់ចាកចេញពីកន្លែងហ្នឹងទៅមកដល់អត់បានជួបអ្នកណាទេគឺជួបសេណូនៅតាមផ្លូវដោយសារតែសេណូគាត់ដើរនៅតាមនឹងស្រាប់អាប៉ែហ្នឹងសូមឲ្យសេណូជួយគាត់ដោយប្រាប់ថាកូនចៅរបស់គាត់ឈួតហើយបានវាយប្រហារមកលើគាត់ក្មេងស្រីម្នាក់ហ្នឹងក៏បានដើរមកសេណូមើលទៅដឹងថាមានវិញ្ញាណបិសាចស្ថិតនៅក្នុងខ្លួនរបស់គាត់បន្ទាប់ពីហ្នឹងមកក្មេងស្រីក៏បានហប់មកវាយប្រហារទៅលើអាប៉ែហ្នឹងទៀតតែទៅសេណូជួយគាត់ទាន់ដល់ពេលសេណូលោកដៃចូលអញ្ចឹងក្មេងស្រីហ្នឹងក៏វាយប្រហារមកលើសេណូតែសេណូអត់តដៃទេគ្រាន់តែកិច្ចខ្លួនអាប៉ែនឹងប្រាប់ឲ្យសេណូសម្លាប់ក្មេងស្រីនឹងចោលចាំគាត់ឲ្យលុយតែសេណូប្រាប់ថាការងាររបស់គាត់គឺជួយមនុស្សគាត់មិនមែនសម្លាប់មនុស្សទេក្មេងស្រីម្នាក់ហ្នឹងក៏បានវាយប្រហារមកលើសេណូបន្តទៀតប៉ុន្តែសេណូដូចជាមានខាការពារអញ្ចឹងទោះជាវាយយ៉ាងណាក៏វាយគាត់អត់ចូលដែរបន្ទាប់ពីវាយគ្នាមួយសន្ទុះសេណូក៏អាចបង្ក្រាបក្មេងស្រីនឹងបានហើយក៏កំចាត់ប្រលឹងបិសាចនឹងចោលការប្រយុទ្ធគ្នាមុននឹងក្មេងស្រីម្នាក់នឹងមានរបួសដៃហើយនឹងជើងប៉ុន្តែសេណូក៏អាចព្យាបាលឲ្យភ្លាមជាវិញទាំងអស់អាប៉ែម្នាក់នឹងឃើញសេណូពូកែព្យាបាលអញ្ចឹងក៏សូមឲ្យសេណូជួយព្យាបាលគាត់ផងប៉ុន្តែសេណូប្រាប់ថាគាត់ដល់ម៉ោងត្រូវសម្រាកហើយតន្តែស្អែកបានអាចព្យាបាលទៀតអាប៉ែនឹងនៅតែទទូចសូមឲ្យសេណូជួយព្យាបាលគាត់ដដែលបើសិនជាចាំស្អែកគាត់មិនងាប់អីសេណូប្រាប់ថាគាត់ជួយព្យាបាលបានប៉ុន្តែតម្លៃថ្លៃខុសធម្មតាអាប៉ែនឹងក៏បានឲ្យលុយរបស់គាត់ទាំងអស់ទៅសេណូដែលចំនួនលុយនឹងគឺវាច្រើនមែនតែនប៉ុន្តែសេណូអត់យកទេគឺយកទាសកលចំនួនវិញដល់ពេលអញ្ចឹងអាប៉ែម្នាក់នឹងក៏យល់ព្រមបន្ទាប់ពីព្យាបាលរួចរាល់អស់ហើយអាប៉ែម្នាក់នឹងក៏បានបកគោលិខិតលក់ខ្លួនរបស់ទាសកលហើយក៏ចាកចេញទៅបានបន្ទាប់ពីនឹងមកសេណូបាននៅកំដរគាត់រហូតភ្ញាក់ដឹងខ្លួនដែលមើលតាមលិខិតលក់ខ្លួនក្មេងស្រីនឹងមានឈ្មោះថាធីលសេណូប្រាប់ទៅធីលថាគាត់បានទិញធីលរួចហើយមានន័យថាធីលឥឡូវហ្នឹងគឺជាទាសកររបស់គាត់ហើយក៏ប្រាប់ឲ្យធីលដោះអាវពេលសេណូឲ្យដោះអាវអញ្ចឹងធីលក៏ឆ្ងល់ដែរថាចុះម្ចាស់របស់ខ្លួនចង់ធ្វើអីអញ្ចេះតែសេណូប្រាប់ថាធីលមានតម្លៃថ្លៃណាស់អញ្ចឹងគាត់ចង់ប្រកាសឲ្យច្បាស់ថាធីលនឹងមានសុខភាពល្អបន្ទាប់ពីពិនិត្យរួចសេណូឃើញថាមានដុំថ្មតូចមួយបានស្ទះនៅក្នុងប្រមាថហើយគាត់ក៏បានប្រើថាមពលរបស់គាត់រំលាយដុំថ្មនឹងចោលបាត់ចាប់ពីពេលនេះទៅធីលលែងមានការឈឺចាប់ហើយសុខភាពរបស់គាត់ក៏ត្រឡប់មកល្អដូចដើមវិញអញ្ចឹងធី
Thiếu sắp bài chất khăn na hai con vậy ở côn tờ can xe nô, tại xe nô prap tha ở côn quát cứ ở cục quan tê, trời tại thua các ở con vây mà đòn. Thiếu prap tha thơ ca ai các bạn đái ở tại lô mà cha pra, rồi lần ní con cứ chỉ tiền sẽ có ở bao lô mà cha. Xe nô ban oi thiếu xoay rô cả chuyện mà giang, đôi đại miền rút nơi không sẽ phơi, mà đòn ní xe nô xâm nang ná cứ xua cho mà nâu hai. Thiếu prap tha xâm lô mà cha mà tam cọt mọc, bàn tay còi mọc thiếu ban nom xe nô mà đo cả lại lạc nắng đại miền chùm nôn trai mền tên. Thiếu ban bè mùi sẵn lạc hay có xu tơ xe nô tha ta lô mà chắc cầm bóng tài rọc lạc năng mền trời on xe nô có prap tha trời hai có tam rọc lạc năng du hai bàn tay rọc ở đài khơi so bà ta sman lạc đài xe nô bè nâng cứ chỉ lạc đài li li đặt sló nè ngọc nè bà chỉ lạc năng ai bọn tọp mọc xe nô ban sao xa tới thiếu tha thua cá nâng ban lọ hai có đọt lên ở thiếu miền xe đầy phiếp ọt ở thua chỉ tiền sẽ có tiền tê hai có hai lì khả luộc luôn nâng bỏ trào tại thiếu có ở prom tế protocol ở toàn ban chui ấy tới xe nô nở lại tại xe nô prap tha chui rọc lạc năng ở quạt nâng cứ rồi khné ai thiếu có prom thua tám ca sầm rải chất ở bỏ xe nô hai con giấy tha ngày nào mỗi con nâng mở rổ xe nô có đam phong đai tha bà sân chỉ thiếu miền pan nhà hà ấy oi mở rổ quạt hai nẹt tăng pí có bàn bài khné bị pe nâng tờ bàn tay cài màu xe nô có bàn tờ lòng mà đọp tè vinh lý có bàn một spa cùng xe nô hai nẹt tăng bấy có bàn mà đo phong đai xe nô ngò tha hạt ấy bàn nẹt tăng bấy mong nâng tại poke top tha không toàn su ấy lýสบายจัดนะโปรเมียนไตรเมียนซ้ายนังเมียนมาลายเจจรานให้ก็อ้อยปูเก้น้องเพื่อเตยจำอันมาโฮบจำนายกอดเว้นเตยช่องตึกใต้อ้อยเสนอพักกลายนังพองได้ยังเคยทาสลักเชิญนังเป็นหายจังเสนอคือใบสลักนังมองนังไอแต่แบบนังยังจอบตรำนังแสนจูบในวิดีโอกรอยบาย